Ok, rồi cái số bông mai bông ôm mà sinh gặp này để đại chọn chơi cắt to là được cầm chơi khép khát tại nhưng trong giấy chắc nhưng mà cứ bự đấy này sinh gặp này để chọn cắt to là cầm chơi khép khát đang vừa tìm thời gian cắt to mình đang học cắt ở Việt Nam cho thời gian cắt cho môi năm ôn ở nhiều hiệp ôn có chơi chơi cắt này một tay ôn miền chất môi để chọn chơi đồng lệ từ căn bông ôn để là chơi chơi cắt to mình ta chọn riêng cắt to hay là bông ôn chơi cắt to chui của mình gặp ôn phong tập ôn phơi trên trời của khâu ở trong mình ta sẽ gặp bông ôn là tuần chơi cắt sót mà đi chơi ôn ok hay muốn nên chốt xong chui subscribe để chia sẻ của mình đó là bây giờ tôi bàn video mấy bị ôn mình to tiệt phong đài bà ok ok số đây bông ônទាំងអស់គ្នាបាទជាដំបូងយើងទៅតម្លើងសិនទៅតម្លើងខាត់តែតែពិតគឺខ្ញុំបានតម្លើងហើយតែខ្ញុំចង់ឲ្យបងប្អូនមើលឥឡូវយើងចូលទៅកន្លែងតម្លើងកម្មវិធីផ្សេងគេហៅ Play Store ឬក៏អីទៅនេះនឹងយើងចូលទៅកម្មវិធីហ្នឹងមកយើងចុចពាក្យនៅខាងក្រោមបាទយើងចុចពាក្យនៅខាងក្រោមបន្ទាប់មកគឺយើងយើង search មកតែខ្ញុំអត់ search ទេសារខ្ញុំមើលឃើញចឹងខ្ញុំហៅចុច microphone ខាត់បាទបន្ទាប់ពីយើងហៅហើយគឺវានៅខាងក្រោមនេះទី2យើងចុចមកយើងចុចដំឡើងនៅភាសាអង់គ្លេសហៅ install តែខ្ញុំ install ហើយចឹងពាក្យខ្មែរគេហៅថាដាក់បើកបើអង់គ្លេសគឺ open ចឹងយើងចង់ open នៅកន្លែងហ្នឹងក៏បានដែរតែខ្ញុំអត់ open នៅកន្លែងហ្នឹងទេគឺខ្ញុំចេញទៅក្រៅវិញគឺខ្ញុំចេញទៅក្រៅវិញដើម្បីចូលទៅខ្ញុំ start វាចោលសិនយើងអស់ឡើងលើនេះខាត់បន្ទាប់ពីយើងមិនឃើញខាត់ហើយយើងចុចចូលមកមិនគេឆាតមកខ្ញុំមិញហ្នឹងចុចចូលមកចាំបិដាបន្តិចបាទបន្ទាប់មកក៏យើងចុចពាក្យថាកម្រងថ្មីនៅខាងលើហ្នឹងឬក៏ភាសាអង់គ្លេស new project យើងចុចកម្រងថ្មីមកហើយយើងជ្រើសរើសវីដេអូចឹងខ្ញុំយកវីដេអូមួយមកហើយចុចពាក្យថាខាងក្រោមនាំចូលឬក៏ add យើងចុចពាក្យថានាំចូលឬក៏ add ខ្ញុំសាញ់ធ្វើការយើងយឺតតិចសាញ់ខ្ញុំតម្រៀងថតលើដំបងឲ្យបងប្អូនមើលដែរចឹងខុសឆ្គងអីកុំប្រកែប្រកាន់នេះទៅមកខ្ញុំចង់ដាក់វីដេអូមួយទៀតចូលចុចសញ្ញាបូកនោះខាងនោះហើយចុចវីដេអូមួយទៀតចុចពាក្យថានាំចូលឬក៏ add មួយទៀតមកចុចពាក្យថានាំចូលឬក៏ add មួយទៀតហ្នឹងហើយអូខេហើយយើងបានវីដេអូបន្ទាប់ពីយើងបានវីដេអូយើងត្រូវធ្វើការទៅលើវាឥឡូវយើងចង់ចុចលើវីដេអូមួយណាដើម្បីយើងធ្វើការអញ្ចឹងខ្ញុំចុចយកវីដេអូមួយនេះហើយកាត់រូបពេលដែលខ្ញុំដើរចេញអញ្ចឹងយើងអស់បន្ទាត់ឲ្យចំអក្សរសយើងចង់កាត់អញ្ចឹងយើងអស់ចំយើងកាត់មកអញ្ចឹងពេលដែលយើងកាត់វីដេអូវានៅខាងមុខហើយអញ្ចឹងយើងចង់លុបខាងក្រោយវិញយើងកុំចុច delete ទៅហ្មងយើងចុចរូបខាងក្រោយនេះចេញបន្ទាត់សនេះខ្ញុំចុចណាតែចាំយើង delete ឬក៏លុបនឹងនេះយើងចុចនេះចុចខាងនេះវិញបាទចុចហ្នឹងយើងចុច delete មកវាលុបហើយនេះអត់អញ្ចឹងខ្ញុំត្រូវការលុបខាងមុខមួយទៀតបន្ទាប់ពីខ្ញុំលុបខាងមុខមួយទៀតនេះកន្លែងខ្ញុំដើរចេញយើងលុបយើងអីស្រួលមកខ្ញុំមើលសិនខ្ញុំមើលស្អាតច្បាស់ទេបងប្អូនធ្វើវីដេអូក៏រៀងយឺតយ៉ាវដែរដោយសារតែភ្នែកខ្ញុំមើលឃើញអញ្ចឹងយើងលុបមកយើងចុច delete មួយទៀតបន្ទាប់ពីយើង delete ហើយនេះកន្លែងខ្ញុំដាក់ចូលអកខ្ញុំកាត់ចឹងទៀតយើងកាត់តាមវីដេអូយើងចង់បានបងប្អូនធ្វើតាមខ្ញុំមកគឺអូខេហើយតែខ្ញុំចង់កាត់អង្គឧទាហរណ៍វីដេអូនេះវាមិនមែនជាវីដេអូយន្តនាទេចង់ឲ្យបងប្អូនមើលចឹងយើងកាត់កន្លែងយើងអង្គុយមកយើងចុចកាត់មកអូខេហើយខ្ញុំយកយ៉ាក្រោយវិញកាត់ក្រោយចោលខ្ញុំចុចយ៉ាក្រោយវិញហ្នឹងដើម្បីអស់រត់សចំណាយើងទៅវីដេអូយើងដាក់ចេញមួយទៀតគឺយើងកាត់ចោលដូចគ្នាយើងមើលមកយើងឆ្លាញ់កន្លែងណាយើងកាត់កន្លែងយើងយកចេញទៅឆ្លាញ់កន្លែងណាទុកកន្លែងហ្នឹងឥឡូវខ្ញុំកាត់ចេញសិននេះវីដេអូកន្លែងខ្ញុំដាក់ចេញខ្ញុំកាត់ចោលអូខេហ្នឹងហើយបងប្អូនហើយនេះកន្លែងសនេះកន្លែងសគឺជាចាប់មកវីដេអូចូលវីដេអូប៉ុន្តែយើងចង់ឲ្យលេង style វាចាប់កន្លែងហ្នឹងវាទៅរហូតទៅវាអត់មាន style ទេអញ្ចឹងយើងចុចមកវាយក style ឥឡូវយើងរក style អីមកសម្រាប់ដាក់ឲ្យមាន color មានអីចឹងចុចឲ្យយើងសុំរើសបន្តិចដើម្បី
យើងមកស្អាតបើយើងមិនដាក់កន្លែងហ្នឹងទេវាចប់តែវាចូលហ្មងអាបៀបរឿងគេមានថ្ងៃមានថ្ងៃចេះស្រីមានអាកន្លែងងឹតកន្លែងភ្លឺគេដាក់ style យោឥឡូវខ្ញុំសុំរើសយក style មួយនេះមួយណាចេះអូយយក style មួយណាពិបាកជ្រើហ៎ style សាក់ល្អឥឡូវខ្ញុំសុំយកមួយនោះចុះយកមួយនោះហើយខាងក្រោមគឺជាលបឿនដែលយើងដាក់ទៅយឺតលឿនអីចឹងចាំយើងឲ្យវាលោតយូរអញ្ចឹងទៅមកយើងចុចចេញមកវិញអូខេហើយកន្លែងយើងដាក់ដើមវាអត់មានអក្សរសចឹងសម្រាប់ដាក់ style ទេអញ្ចឹងយើងត្រូវចុចពីលើវីដេអូហ្នឹងមកចុចពីលើវាប៉ក់មកហើយយើងចុចរូបនេះយើងចុចរូបមានចលនាខ្មែរភាសាខ្មែររូបមានចលនាយើងចុចមកនេះបងប្អូនឃើញអត់វាសាក់ style តើមកខ្ញុំចុចយកអារូបមួយនោះចុះសម្រាប់ដាក់ style ហើយលបឿននេះក្រោមនេះគ្នាតែខ្ញុំអត់ដាក់ទេលបឿនហ្នឹងខ្ញុំទុកមកកន្លែងដោយសារតែវាល្មមហើយអញ្ចឹងនេះអាកន្លែងចេញក្រៅនេះអាកន្លែងចេញក្រៅមានន័យថាកន្លែងបញ្ចប់វីដេអូរបស់យើងប៉ុន្តែយើងមាន style ហើយខ្ញុំដាក់ឲ្យហ្នឹងតែមកខ្ញុំដាក់ច្រឡំពីស្អីខ្ញុំថយខ្ញុំដាក់ច្រឡំចឹងខ្ញុំដាក់ម្ដងទៀតទៅមកទៅតែខ្ញុំសូមបាទអូខេបងប្អូនបាទបន្ទាប់ពីយើងបានកាត់ដាក់ style អីហើយយើងលុបយើងមើលល្មមមកនេះឃើញអត់ style យើងដាក់មិញណាអញ្ចឹងអាកន្លែងនេះក៏ style ដែរស្អីយើងចុចឲ្យលើសសសម្រាប់ដាក់ style ហើយចាំលបឿនចាំអីចាំបងប្អូនទៅរៀនវីដេអូក្រោយទៀតអានេះយើងលុប logo ចេញចុចពីលើ logo ហ្នឹងមកចុច delete ឬក៏លុបហ្នឹងមកហើយយើងចុចពាក្យថានាំចេញគឺនៅខាងលើនាំចេញយើងចុចពាក្យថានាំចេញមកតែខ្ញុំនឹងចុចស្ដាប់សិនដោយសារភ្នែកខ្ញុំមើលឃើញចឹងខ្ញុំត្រូវការស្ដាប់វាថាពាក្យហ្នឹងមែនអត់នេះវាឡើងស្ដាប់ចុចស្ដាប់វានិយាយអូពាក្យហ្នឹងមែនចឹងយើងត្រូវចុចពាក្យថានាំចេញហ្នឹងមកនេះវាទៅនេះយើងរងចាំអាហ្នឹងវារត់ជុំវិញអាហ្នឹងហើយនៅលើក៏ដាក់ថាកំពុងនាំចេញវីដេអូអញ្ចឹងទៅកុំបិទ screen ទូរស័ព្ទបិទអីទៅយើងចាំវាដល់ 100% អញ្ចឹងយើងចាំវាបន្តិចទៅបាទបន្ទាប់ពីវាពេញខាងក្រោមមាន TikTok ឆាប Facebook ក៏យើងចង់ដាក់ផ្ញើវីដេអូទៅមែនតែខ្ញុំអត់ទេខ្ញុំចុចពាក្យថារួចរាល់ខ្ញុំពួកអីខ្ញុំចង់យកវាចូល album អញ្ចឹងវីដេអូយើងគឺមានតែប៉ុណ្្នឹងបាទបើមានចម្ងល់អីចង់ comment សួរបងតាមក្រោយអូខេបាយបាយឥឡូវយើងចូលមកមើល album ហ្នឹងហើយចូលមើល album សិនថាមានរូបនឹងមកអត់នេះគឺវាមកហើយឃើញអត់អញ្ចឹងវីដេអូបងមានតែប៉ុណ្្នឹងបាទអរគុណច្រើនអរគុណមែនតើបាយបាយដល់ហ្នឹងបាយបាយមែនតើហ្មង